cho ai hay nhau mau vọt nên ai cho vọt như thế vótព្រះវិហារធំ បាទខ្ញុំមកពីភ្នំបាទភ្នំវិញហើយដល់ចូលវត្តហ្នឹង ហ្នឹងហើយឥឡូវយើងមកពីបាទភ្នំនៅខាងលិចឈៀងខាងត្បូងនេះហើយបើយើងនិយាយពីបាទភ្នំវិញទិសឦសានណាឥសាននៃភ្នំនៃបាទភ្នំហើយឈ្មោះវត្តព្រះវិហារធំនេះមើលខាងស្ដាំដៃទៅឃើញត្បូងមួយធំបាទត្បូងនោះហើយដែលនេនទុំសឹកមកលួចសឹកនៅត្បូងហ្នឹងនេនទុំតែបត់ចម្រៀងការទុំជាសងនេនទុំនាងទាវឯហ្នឹងដែលលឺរឿងទុំទាវហ្នឹងអូនៅហ្នឹងចឹងរឿងទុំទាវហ្នឹងគឺនៅវត្តវិហារធំហ្នឹងតែដែរនេនទុំបួសរៀននៅវត្តព្រះវិហារធំនេះហ្នឹងហើយដល់ពេលទៅលក់តោកលក់អីហ្នឹងទៅដល់ត្បូងឃ្មុំមកទៅខាងកំពង់ចាមបាទទៅចាប់ចិត្តមានចិត្តមេត្រីជាមួយនឹងទាវអីហ្នឹងទៅក៏មកលួចសឹកនៅត្បូងមួយនេះត្បូងធំក្នុងព្រៃហ្នឹងហើយហ្នឹងហើយអូឡើងចង់ទៅមើលបងប្អូនទៅមើលត្បូងដែលទុំសឹកហ្នឹងមកចង់គេមានអញ្ចឹងគេដាក់គេឆ្លាក់ថ្មឡើងរលោងហើយគេធ្វើកំណត់ត្រានៅលើសាលាហ្នឹងបាទនេះដំបូងនេនទុំសឹកនៅវត្តព្រះវិហារធំហ្នឹងហើយភូមិរោងដំរីឃុំជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែងអតីតខេត្តបាភ្នំអូអានេះភ្នំខេត្តបាភ្នំខេត្តបាភ្នំចឹងខេត្តព្រៃវែងកាត់ពីបាភ្នំនឹងគឺជាឈ្មោះខេត្តបុរាណកាលមកបាភ្នំបានដូរទៅឬក៏គេថាមេភ្នំបាភ្នំហ្នឹងអូដំបងអតីតដំបងនៃនគរបាភ្នំនេះបាននគរដូរដាក់ទៅខេត្តព្រៃវែងវិញអូបានក្រោយនេះបានកាត់ទៅជាខេត្តព្រៃវែងហ្នឹងហើយលោកបំបត្តិខេត្តបាភ្នំចេញវិញទៅបាទហើយអញ្ចឹងដំបងនេនទុំសឹកនៅខាងនោះវិញនេះដំបងធំនេះដែលយើងឃើញឥឡូវដើមឈើដុកទ្រុបទ្រុលពេញហើយមើលឲ្យគៀតតិចមើលអស់នេះដំបងដែលនេនទុំសឹកនេះឃើញទេបាទអូកន្លែងសឹកហ្នឹងអញ្ចឹងហើយបាទហើយចុះពាក់ព័ន្ធនឹងកន្លែងសឹកតើដឹងនេនទុំហ្នឹងបួសនៅឆ្នាំណាហើយផ្សឹកវិញនៅឆ្នាំណាសតវត្សទីម៉ានឲ្យដឹងច្បាស់អីអូបាទពេលដែលនេនទុំបួសរៀននៅវត្តព្រះវិហារធំនេះបាទគេមានឆ្លាក់នោះនៅប្រវត្តិរបស់នេនទុំបួសនៅនេនទុំសឹកវិញអីហ្នឹងនៅសាលានោះនៅជាប់នឹងសាលាបាទចាំបងប្អូនតាមមើលឡើងប្រវត្តិនេនទុំបួសហើយនឹងនេនទុំសឹកនៅឡើងដំបូងនេះនោះទៅមើលឆ្លាក់នៅខាងមុខនេះបាទគុណនេះទាំងសាលានេះដែលគេមានដាក់ឈ្មោះដាក់អីមានឆ្លាក់ឈ្មោះបុកនេនទុំសឹកបុកនេនទុំសឹកសម័យកាលលង្វែករាជការព្រះបាទបរមរាជាទី4វិជ័យឬជ័យជេដ្ឋាទី1នៅក្នុងរាជរបស់ព្រះបាទជ័យជេដ្ឋាទី1នៅសតវត្សទី16គ្រិស្តសករាជ1576 1594បាទនៅក្នុងរាជរបស់ព្រះបាទជ័យជេដ្ឋាទី1អូយូរវែងហើយជ័យជេដ្ឋាយ៉ាងនេះទុំបួសកាលពីគ្រិស្តសករាជ1585ហើយទុំសឹកវិញនៅគ្រិស្តសករាជ1595រយៈពេល10ព្រះវស្សា85 95ណាបាទជាយូរវែងណាស់មកហើយតាំងពី1500ឆ្នាំជាងនោះយើងមាននៅណាត់ជាញោមរបស់នេនទុំញោមប្រុសញោមស្រីនេះមើលឪពុកឈ្មោះឧបជាហ្នឹងវាគ្រូរបស់នេនទុំហ្នឹងព្រះនាមលោកតាមីជាគ្រូលោកតាមីហើយឪពុកឈ្មោះចៅរាម្ដាយឈ្មោះពុកបាទប្រុកឈ្មោះប្រុកហើយទីលំនៅអតីតភូមិថ្មីបច្ចុប្បន្នភូមិមាត់ព្រៃភូមិមុនឈ្មោះភូមិថ្មីហើយដល់ពេលឥឡូវគេហៅភូមិមាត់ព្រៃវិញបាទអញ្ចឹងពុកម៉ែបងប្អូននេះគឺជាជីវប្រវត្តិរបស់នេនទុំបួសនិងផ្សឹកនៅដំបូកខាងក្រោយ
ដែលយើងបានមើល ដែលបានមើលខាងមុននោះហើយអញ្ចឹងសូមពុកម៉ែបងប្អូនជួយ like ជួយ share ខ្ញុំនឹងធ្វើវីដេអូបន្តទៀតនៅឯខេត្តតាកែវនៅស្រុកអង្គរបុរីប្រាសាទភ្នំដាស្រុកអង្គរបុរីខេត្តតាកែវដែលមានអ្វីប្លែកៗបង្ហាញជូនដល់ពុកម៉ែបងប្អូនជាវីដេអូបង្ហាញនៅផុសតាងដែលសម័យកាលពីមុននោះខ្ញុំក៏មិនដឹងថាកកើតនៅឆ្នាំណាដែរអញ្ចឹងមានតែគាត់ជួយស្រាវជ្រាវឲ្យពុកម៉ែបងប្អូនកូនក្មួយចំនួនក្រោយៗឲ្យដឹងជីវប្រវត្តិនៃសម័យលង្វែកមុនមកចុះអូខេខ្ញុំយល់ថាពុកម៉ែបងប្អូនកូនក្មួយធ្លាប់សិក្សាពីប្រវត្តិសាស្ត្ររួចហើយហើយអញ្ចឹងប្រវត្តិសាស្ត្រដែលយើងបានសិក្សានោះទៅតាមសិភៅទេតែទីតាំងពិតប្រាកដយើងអត់បានស្គាល់ដូច្នេះក្រុមការងាររបស់យើងខ្ញុំកម្មវិធីកម្ពុជានគរបាទនឹងទៅផ្ដិតយករូបភាពនៃតំបន់ប្រវត្តិសាស្ត្រអស់ទាំងនោះមកបង្ហាញជូនពុកម៉ែបងប្អូនកូនក្មួយឲ្យបានយល់ដឹងឲ្យបានជ្រាបបាទខេត្តណាប្រាសាទនេះនៅក្នុងរាជស្ដេចអង្គនេះកសាងដោយសាសនាពហោះអ្វីខ្លះប្រាសាទបុរាណដែលកសាងនៅក្នុងសម័យកាលរបស់ព្រះអង្គនោះនៅមានរូបរាងយ៉ាងម៉េចកសាងឡើងពីថ្មភក់ឥដ្ឋឬថ្មបាយក្រៀមអីអញ្ចឹងក្រុមការងាររបស់កម្ពុជានគរនឹងទៅផ្ដិតរូបយកមកបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមជួយ like share ដើម្បីបានវីដេអូថ្មីៗបន្តទៅទៀតបាទបាទសូមអរគុណ